Tao đài cái bó mà nó một môn bà bó tứ nhưng đặt bè một phẩy mùi tức chóm tay mà rồng bà nôm ở cún từ đó khang một bột mai sườn dương đại cột ban bọc bông mau rồi mùi cổ ban oi cam mốc khang thiên khai rồi dương cổ ban đặt bè một phẩy mùi chóm cổ đau được bó ở tiền thấy môn dương cột ban cho được không mất được nông ở phẩy một nhóm để không phô bẹ pon cho mùi nông ở thiên khai dương đại ban đặt tầm nông một hà miền nè bọc bông ngồi hay thà oi cá một bột bạn khang ở mai sườn thì môn dương hai gặp mai sườn tại lữ tụ quất cô nơi tại chỉ khai sườn này tụ quất miền nam của nó chứ cứ chỉ khai bàហើយបងប្អូនខ្មែរសរិនក៏គាត់បានបោះពុងមកព្រមក៏ឲ្យការមកខាងតាហ៊ានកម្ពុជាយើងទីតាំងដែលតាហ៊ានថៃកំពុងតែឈរជើងកំឡុងពេលប្រយុទ្ធជាមួយនឹងកម្ពុជាយើងពួកគាត់ក៏បានឲ្យពុងមកចំតែម្ដងបងប្អូនបាទហើយក៏សូមអរគុណទៅដល់ខាងបងប្អូនខ្មែរសរិនយើងដែលគាត់បានបោះពុងមកឬមួយក៏បានឲ្យការមកខាងតាហ៊ានខ្មែររបស់យើងក៏បានដាក់ BM21 ចំគោលដៅរបស់តាហ៊ានថៃតែម្ដងហើយមានបងប្អូនយើងមួយចំនួនក៏បានសួរថាតើរឿងនេះពិតដែរឬទេបាទខ្ញុំសូមបញ្ជាក់បងប្អូនថារឿងនេះគឺជារឿងពិតបងប្អូនបាទអញ្ចឹងសូមបងប្អូនអរគ្នាកុំមានការសង្ស័យទៀតព្រោះយើងបានបងប្អូនខ្មែរសរិនយើងនឹងឯគាត់បានបោះពុកមកឬក៏បានឲ្យការមកថាតំបន់ដែលតាហ៊ានថៃកំពុងតែឈរជើងហ្នឹងគឺចំគោលដៅតែម្ដងឲ្យតែគាត់ប្រាប់មកខាងតាហ៊ានខ្មែរយើងគឺគាត់ចាប់គោលដៅដែលគេបោះមកហ្នឹងបងប្អូនបាទបោះទៅយើងដាក់បែ21ទៅចំតែម្ដងបាទអញ្ចឹងបងប្អូនកុំឆ្ងល់ព្រោះកន្លងមកបងប្អូនខ្មែរសរិននេះគាត់តែងតែជេរមកខាងឬមួយក៏និយាយថាប្រាសាទតាខ្វាយប្រាសាទតាកបីជារបស់ថៃយើងទៅប៉ុន្តែកន្លងមកបងប្អូនខ្មែរយើងតែងតែយកច្រឡំថាបងប្អូនខ្មែរសរិនគាត់បានចូលជាថៃហើយគាត់មិនមែនជាខ្មែរទេប៉ុន្តែឥឡូវនេះគាត់បានដឹងព័ត៌មាននៅក្នុងប្រទេសថៃគាត់ក៏បានបញ្ជូនមកខាងតាហ៊ានខ្មែររបស់យើងបាទហើយគាត់ក៏បានឲ្យការមកចំតែម្ដងអញ្ចឹងកន្លងមកដែលខ្ញុំមិនចូលចិត្តបងប្អូនខ្មែរសរិនសូមបងប្អូនខ្មែរសរិនទាំងអស់គ្នាខាងតែអភ័យទោសខ្ញុំផងបាទកន្លងមកដែលតែងតែជេរបងប្អូនខ្មែរសរិនដែលគាត់និយាយថាកន្លែងនេះតំបន់នេះជារបស់ថៃចឹងទៅប៉ុន្តែយើងទើបនឹងដឹងថាគាត់ធ្វើនេះគឺគាត់ធ្វើដើម្បីស៊ើបការសម្ងាត់នៅក្នុងប្រទេសថៃដើម្បីបញ្ជូនមកខាងកម្ពុជាយើងហើយយើងមានតែអរគុណទៅខាងបងប្អូនខ្មែរសរិនទាំងអស់ដែលគាត់បានឲ្យការមកខាងកម្ពុជាយើងបាទបងប្អូនឈប់សួរចំណុចត្រង់ទៀតបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនថាបងប្អូនខ្មែរសរិនគាត់នៅតែជាខ្មែរយើងមានតែអរគុណទៅដល់ខាងបងប្អូនខ្មែរសរិនដែលគាត់បានផ្ដល់ព័ត៌មានឬក៏ផ្ដល់កន្លែងដែលតាហ៊ានថៃវាកំពុងតែឈរជើងបាញ់ជាមួយនឹងកម្ពុជាយើងនេះបាទកន្លងទៅនេះហើយប្រហែលថ្ងៃកន្លងទៅនេះបាទតាហ៊ានកម្ពុជាយើងក៏បានដាក់ចំគោលដៅតែម្ដងបងប្អូនខ្មែរសរិនយើងគាត់ក៏បានឲ្យការមកចំតែម្ដងហើយក៏សូមអរគុណទៅដល់ដូចខ្ញុំនិយាយដដែលអញ្ចឹងគឺយើងមានតែអរគុណទៅដល់ខាងបងប្អូនខ្មែរសរិនហើយដូចជាប៊ូខាវកីឡាករដែលនៅក្នុងប្រទេសថៃហ្នឹងដែលមានដើមកំណើតគឺជាខ្មែរសរិននេះបាទហើយប៊ូខាវនេះក៏បានជួយជុំជ្រែងធំដែរបានផ្ដល់ព័ត៌មានមកខាងកម្ពុជាយើងដែរបាទអញ្ចឹងសូមបងប្អូនទាំងគ្នាបងប្អូនខ្មែរទាំងគ្នាយើងកុំចាក់ពីពេលទៅឈប់ស្អប់បងប្អូនខ្មែរសរិនទៀតបាទព្រោះគាត់បានជួយអំឡុងពេលដែលថៃឈានពានមកខាងកម្ពុជាយើងនេះគឺបានពួកគាត់ដែរគាត់បានផ្ដល់ព័ត៌មានឲ្យយើងបាទអញ្ចឹងយើងមានតែអរគុណគាត់បាទអញ្ចឹងបងប្អូនឈប់ឆ្ងល់ខ្ញុំបានបកស្រាយបងប្អូនត្រង់នេះហើយយើងដឹងស្រាប់ហើយថាបងប្អូនខ្មែរសរិនពួកគាត់មានដើមកំណើតគឺជាខ្មែរដែរបាទប៉ុន្តែគ្រាន់ថាគាត់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នេះបងប្អូនបាទអរគុណច្រើន